បន្ទាប់ពីមិត្តភក្តិទាំងអស់ត្រូវបានបាញ់សម្លាប់បុរសអ្នកបើកទូកគ្មានព្រលឹងក្នុងខ្លួនទាល់តែសោះបុរសពាក់អាវសបានងើយទៅលើមើលសត្វហើរនៅលើមេឃបាក់សីសមុទ្រហើរនៅលើមេឃបញ្ចេញសម្លេងខ្ញៀវខ្ញាផ្ទៃមេឃស្រឡះល្អធ្វើឲ្យពួកគេមានសង្ឃឹមថានឹងទៅដល់ទីក្រុងក្នុងយប់នេះពួកគេធ្វើដំណើរដោយក្តីសង្ឃឹមបុរសប៉ាគីស្ថានបានខលទៅមេក្រុមរបស់ខ្លួនដោយសួរថាតើត្រូវធ្វើយ៉ាងម៉េចចំពោះអ្នកបើកទូកម្នាក់នេះមេក្រុមបញ្ជាឲ្យចាត់ការចោលនៅពេលដែលចូលចិត្តដល់ទីក្រុងហើយត្រូវធ្វើតាមផែនការបន្តទៀតបន្ទាប់ពីចូលទៅដល់ទីក្រុងការបញ្ជារបស់មេក្រុមនឹងត្រូវបានកូនចៅធ្វើតាមទាំងអស់បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទត្រូវបានបញ្ចប់ពួកគេក៏បានរៀបចំអាវុធរៀងៗខ្លួនត្រៀមវាយប្រហារគ្រាប់បែកកំភ្លើងខ្លីកំភ្លើងវែងត្រូវបានយកមកទាំងអស់សកម្មភាពរបស់ពួកគេដូចជាបញ្ញាបញ្ញាល់ណាស់បុរសអ្នកបើកទូកមុខស្លេកស្លាំងគ្មានព្រលឹងក្នុងខ្លួនពួកគេបានយកទូកពងមកតាមជាមួយហើយក៏បានរៀបចំទូកពងនោះជិះចេញទៅបន្ទាប់ពីភ្ជាប់ម៉ាស៊ីនជាមួយពងរួចពួកគេបានបញ្ចូលខ្យល់ឲ្យទូកពងនោះតឹងណែនមួយសន្ទុះក្រោយមកការរៀបចំទូកពងក៏បានរួចរាល់បុរសម្នាក់កោពុកមាត់ដើម្បីធ្វើខ្លួនឲ្យដូចជាជនជាតិឥណ្ឌាដើម្បីចូលទៅកុំឲ្យគេមើលដឹងបុរសអ្នកបើកទូកបានមើលទៅសកម្មភាពរបស់ពួកគេយ៉ាងយកចិត្តទុកដាក់បន្ទាប់ពីរៀបចំគ្រឿងអាវុធរួចរាល់ហើយពួកគេក៏បានផ្លាស់ប្ដូរសម្លៀកបំពាក់បន្ទាប់ពីកោពុកមាត់និងផ្លាស់ប្ដូរសម្លៀកបំពាក់រួចហើយបុរសម្នាក់បានបញ្ជាគ្នារបស់គេឲ្យទម្លាក់ទូកពងចូលទៅក្នុងទឹកមុនពេលចាកចេញពីទូកនេសាទរបស់ជនជាតិឥណ្ឌាបុរសម្នាក់បានខលទៅមេក្រុមរបស់គេម្ដងទៀតមេក្រុមបានបញ្ជាឲ្យកូនចៅសម្លាប់អ្នកនេសាទជនជាតិឥណ្ឌានោះចោលបើមិនធ្វើបែបនោះទេពួកគេអាចនឹងបែកការបន្ទាប់ពីសន្ទនារួចរាល់ហើយគេក៏បានបិទទូរស័ព្ទហើយងាកមកមើលអ្នកបើកទូកជនជាតិឥណ្ឌានៅពេលដែលបានស្ដាប់ពួកគេសន្ទនាគ្នារួចរាល់ហើយជាមួយទឹកមុខស្លេកស្លាំងនិងពោពេញទៅដោយស្នាមរបួសបុរសជនជាតិឥណ្ឌាភ័យខ្លាចឥតឧបមាពួកគេបានចាប់គាត់យកទៅខាងក្រៅបើទោះជាគាត់បដិសេធនឹងរើបំរាស់យ៉ាងណាក៏ក្តីមេត្តាមិនមានចំពោះគាត់ឡើយគាត់ស្រែកអង្វរសុំកុំសម្លាប់គាត់តែការសម្លាប់ដ៏សាហាវឃោរឃៅក៏បានធ្វើមកលើគាត់ពួកគេបានយកកូនកបិតអាល់កុលរហូតគាត់ដាច់ខ្យល់ស្លាប់នេះជាការសម្លាប់ដ៏សាហាវព្រៃផ្សៃបំផុតមើលទៅមុខរបស់ពួកគេដូចជាសប្បាយចិត្តណាស់នៅពេលដែលបានសម្លាប់មនុស្សគេឈរមើលការសម្លាប់មនុស្សដោយមុខញញឹមក្នុងចិត្តរបស់ពួកគេម្នាក់ៗសម្លាប់មនុស្សបានកាន់តែច្រើនកាន់តែល្អទីបំផុតអ្នកបើកទូកជនជាតិឥណ្ឌាក៏ត្រូវបានសម្លាប់យ៉ាងព្រៃផ្សៃមេឃកាន់តែងងឹតពួកគេទាំងអស់គ្នាក៏បានបដូរទៅជិះទូកពងការធ្វើបែបនេះដើម្បីកុំឲ្យមានការសង្ស័យពីសមត្ថកិច្ចឥណ្ឌាអ្នកនេសាទជនជាតិឥណ្ឌាទាំងអស់ត្រូវបានសម្លាប់ទូកនេសាទក៏ត្រូវបានបណ្តែតចោលនៅក្នុងសមុទ្រមិនយូរប៉ុន្មានពួកគេនឹងទៅដល់ទីក្រុងនៃប្រទេសឥណ្ឌាទីបំផុតពួកគេក៏បានមកដល់ទីប្រជុំជននៅក្នុងភោជនីយដ្ឋានមួយមានមនុស្សអ៊ូអរដែលកំពុងផឹកស៊ីនិងជជែកគ្នាយ៉ាងសប្បាយរីករាយខណៈដែលកំពុងជជែកគ្នាអ៊ំប្រុសម្នាក់ក៏បានក្រោកដើរទៅមាត់បង្អួចគាត់បានឃើញទូកពងមួយដែលមានមនុស្សជាច្រើនជិះចូលមកគាត់មានការសង្ស័យនិងចម្លែកក្នុងចិត្តតែម្នាក់ឯងទូកពងបានបន្ថយល្បឿនពួកគេកំពុងតែរៀបចំស្ពាយអាវុធរៀងៗខ្លួនបន្ទាប់ពីរៀបចំឲ្យបានរួចរាល់ហើយពួកគេក៏បានបើកទៅរកកន្លែងចតអ៊ំប្រុសដើរមកកន្លែងដើរវិញងឿងឆ្ងល់តែម្នាក់ឯងទីបំផុតពួកគេក៏បានឆ្លងចូលមកដល់ទីប្រជុំជនវ៉ាលីរបស់ពួកគេម្នាក់ៗគឺជាកំភ្លើងនិងគ្រាប់បែកអ៊ំប្រុសដែលកំពុងតែអង្គុយនៅក្បែរទូកសម្លឹងមើលពួកគេមិនដាក់ភ្នែកគាត់ក៏ប្រហែលជាសង្ស័យដែរថាពួកគេមកពីណាទៅណាអ្នកលក់ត្រីនៅមាត់សមុទ្រអង្គុយសម្លឹងមើលពួកគេគ្រប់គ្នាពួកគាត់ប្រហែលជាគិតថាគឺជាយុវជនដែលមកពីជនបទដើម្បីស្វែងរកការងារធ្វើនៅទីក្រុងទីដឹងពួកគេបានបំបែកគ្នាជា5ក្រុមដោយមួយក្រុមមានគ្នា2នាក់គោលដៅដែលពួកគេឆ្ពោះទៅគឺទីកន្លែងដែលមានមនុស្សច្រើនពួកគេកំពុងឈរហៅតាក់ស៊ីដើម្បីជិះទៅពូតាក់ស៊ីពិតជាសំណាងណាស់ដាក់មួយចាស់ភ្លាមបានមួយថ្មីផ្លែតសំណាងផ្ទួនបែបនេះពិតជាកម្រមានណាស់ចំពោះអ្នករត់តាក់ស៊ីពួកគេបានហៅតាក់ស៊ីចំនួន5ដើម្បីជិះទៅតាមក្រុមរៀងខ្លួនពូតាក់ស៊ីញញឹមបិទមាត់មិនចិត្តព្រោះបានមួយដុំម៉ៅតាក់ស៊ីរបស់គាត់ថាចង់ទៅណាជូនដល់នឹងគាត់ថាឆាប់ឡើងមកអូនចាំពូជូនទៅពួកគេក៏បានចូលទៅក្នុងតាក់ស៊ីពូតាក់ស៊ីយប់នេះគ្រប់ទឹកហើយព្រោះមិនចង្អៀតឡានដូចរាល់ដងពួកគេបញ្ញាទម្លាក់វ៉ាលីចូលទៅក្នុងឡានហើយក៏បញ្ចូលខ្លួនក្នុងឡានតាមក្រោយពួកគេងាកមើលឆ្វេងស្ដាំហើយបញ្ជាឲ្យពូតាក់ស៊ីបើកទៅឲ្យលឿនពូតាក់ស៊ីបានមួយថ្មីសប្បាយចិត្តណាស់បើកបណ្ដាចាក់ចម្រៀងឲ្យស្ដាប់បណ្ដាបុរសម្នាក់បានសួរពូតាក់ស៊ីថាតើប៉ុន្មានម៉ោងទៀតដល់ពូតាក់ស៊ីឆ្លើយតបទាំងញញឹមគាត់ថាចិត្តដល់ហើយអូនចាំតិចទៀតដល់ឡៅហើយបើទោះជាពូតាក់ស៊ីខំញញឹមតែពួកគេមិនញញឹមជាមួយឡើយបើកបណ្ដាពូតាក់ស៊ីនាំនិយាយបណ្ដាកុំឲ្យពួកគេអបសុកពូតាក់ស៊ីនិយាយថាកន្លែងណាមានមនុស្សច្រើនមនុស្សតិចពូដឹងទាំងអស់ព្រោះពូរត់តាក់ស៊ីនៅទីនេះរាប់ឆ្នាំមកហើយពួកគេថាធ្វើដំណើរពីផ្ទះអស់កម្លាំងមានអារម្មណ៍ហេវបាយសូមឲ្យពូតាក់ស៊ីជូនទៅកន្លែងហាងបាយដែលមានមនុស្សច្រើនពូថាកុំបារម្ភចាំពូជូនទៅជិះបណ្ដាពួកគេរៀបចំដាក់គ្រាប់បែកបណ្ដាគ្រាប់បែកដែលពួកគេកំពុងតែរៀបចំនេះគឺដាក់បំផ្ទុះឡានពូតែម្ដងបន្ទាប់ពីដាក់រួចហើយគេទស្សនាគ្នារបស់គេឲ្យសញ្ញាពួកគេនិយាយក្នុងចិត្តថាពូឯងសើចញញឹមមកហើយទៅបន្តិចទៀតលេងបានសើចហើយតាក់ស៊ីក៏បានមកដល់ហាងបាយដែលមានមនុស្សអ៊ូអរមានទាំងជនជាតិឥណ្ឌាមានទាំងជនបរទេសពួកគេកំពុងតែញ៉ាំនៅខាងក្នុងនិងផឹកស៊ីយ៉ាងសប្បាយរីករាយហាងនេះមានជនជាតិឥណ្ឌានិងជនបរទេសមកញ៉ាំច្រើននាពេលរាត្រីបន្ទាប់ពីចុះពីតាក់ស៊ីពួកគេក៏បានដើរចូលទៅក្នុងហាងបាយហាងឈ្មោះ Leopold Cafe and Bar ទីតាំងដែលពួកគេត្រូវវាយប្រហារលើកដំបូងគឺទីនេះគឺជាទីបាញ់ប្រហារពិតមុនពេលថតរឿងទីតាំងថតរឿងគឺជាទីតាំងបាញ់ប្រហារពិតនៃភារវកម្មតំបន់នេះគឺជាផ្សាររាត្រីនៃជនបរទេសទីនេះមានអាហារគ្រប់បែបយ៉ាងស្រាឆ្ងាញ់គ្រប់ប្រភេទហើយជាតំបន់មានសុវត្ថិភាពនាពេលកន្លងមករាល់ពេលរាត្រីមានជនបរទេសគ្រប់ជាតិសាសន៍មកទីនេះមកញ៉ាំអាហារនិងពិសាស្រាជួបជុំមិត្តភក្តិយ៉ាងសប្បាយរីករាយមានទាំងជនស្បែកសនិងស្បែកខ្មៅខណៈពេលដែលកំពុងអង្គុយញ៉ាំស្រាសុកគ្រាប់បែកក៏បានផ្ទុះឡើង
មនុស្សនៅក្នុងហាងទាំងអស់ចាប់ផ្ដើមចលាចលម្នាក់ភ្នែកសព្រាតចាប់ផ្ដើមរត់រកទីសុវត្ថិភាពរៀងខ្លួនអ្នកខ្លះកំពុងផឹកស៊ីដោយមិនបានដឹងខ្លួនត្រូវបានភីរវករបាញ់ប្រហារគ្មានមេត្តាភីរវករមានគ្នា2នាក់គ្នាគេទាំងអស់មាន10នាក់តែបំបីក្រុម2នាក់មិនថាជនរងគ្រោះជាជនជាតិអ្វីនោះទេឲ្យតែឃើញគឺបាញ់ប្រហារទាំងអស់ពួកគេបាញ់រះគ្មានញញើតអ្នកដែលអង្គុយផឹកស៊ីនៅបរិវេណនេះគ្មាននរណាម្នាក់អាចរួចជីវិតបានឡើយបន្ទាប់ពីបាញ់ប្រហារនៅខាងក្រៅស្លាប់អស់ហើយពួកគេក៏បានដើរចូលមកខាងក្នុងហាងបន្តទៀតបុរសពាក់អាវសគឺជាថៅកែហាងនៅខាងក្នុងក៏មានមនុស្សច្រើនណាស់ដែរពួកគេភ័យស្លន់ស្លោរត់រកកន្លែងលាក់ខ្លួនរៀងខ្លួនដោយសារការបាញ់ប្រហារកើតមានឡើងភ្លាមបែបនេះពិតជាពិបាកក្នុងការគេចខ្លួនណាស់គ្រាប់កំភ្លើងបាញ់គ្មានដកឃ្លៀបើទោះជាខំប្រឹងរត់គេចយ៉ាងណាក៏មិនប្រកាសថារួចជីវិតឡើយការបាញ់ប្រហារដូចជាស្ងាត់បន្តិចអ្នកដែលលាក់ខ្លួននៅខាងលើមួយចំនួនត្រូវបានរួចផុតពីការសម្លាប់ស្ថានភាពដូចជាស្ងប់ស្ងាត់បន្តិចពូម្នាក់បានកម្រើខ្លួនតិចហើយគាត់ក៏វាលបអឺតមើលទៅខាងក្រៅជនរងគ្រោះទាំងអស់ភ័យញាស់គ្រប់គ្នាគ្មាននរណាម្នាក់ហ៊ានក្រោកឈរឡើយពួកគេគិតថាភីរវករអាចនឹងចូលមកទៀតពូម្នាក់អើតមើលភីរវករតាមប្រហោងរុនតូចមួយគាត់មើលឆ្វេងមើលស្ដាំមើលចុះមើលឡើងកំពុងតែអើតមើលស្រាប់តែមានដុំអ្វីគប់មកគាត់អ្នកដែលគប់ដុំថ្មមកនោះគឺជាប៉ូលីសមកដល់បន្ទាប់ពីភីរវករចេញទៅបាត់ប៉ូលីសគប់ដុំថ្មចង់ដឹងថាភីរវករទៅឬក៏នៅប៉ូលីសដើរចូលមកលបគ្មានអាវុធមានតែដំបងកាន់នៅនឹងដៃបើភីរវករមិនទាន់ចេញទៅគ្មានផ្លូវដែលប៉ូលីសទាំងនេះអាចរួចជីវិតឡើយអ្នកដែលអង្គុយផឹកស៊ីនៅបរិវេណខាងក្រៅត្រូវបានបាញ់សម្លាប់ទាំងអស់អ្នកដែលស្លាប់ទាំងនេះភាគច្រើនគឺជាជនបរទេសអង្គុយផឹកស៊ីសប្បាយសុខស្រាប់តែខ្លាចជាទុកមួយប្រព្រឹត្តភ្នែកស្លាប់ដោយមិនអស់ចិត្តស្លាប់ដោយបើកភ្នែកភីរវកម្មនេះកើតនៅយប់ថ្ងៃទី26ខែវិច្ឆិកាឆ្នាំ2008នៅហាងផឹកស៊ីឈ្មោះ Leopold Cafe and Bar នៅក្នុងទីក្រុងបំបីនៃប្រទេសឥណ្ឌាជនរងគ្រោះទាំងអស់ស្លាប់យ៉ាងអាណោចអាធំតាមកាសែត CNN បានឲ្យដឹងថានៅយប់ទីថ្ងៃ26នោះការបាញ់ប្រហារមាន3កន្លែងគឺនៅស្ថានីយ៍ផ្លូវដែក Chhatrapati នៅហាងផឹកស៊ី Leopold Cafe and Bar និងនៅមន្ទីរពេទ្យ Kama Albrecht ជនរងគ្រោះដែលបានស្លាប់នៅយប់នោះសរុបមាន58នាក់និងរបួសជាច្រើនអ្នកទៀតការបាញ់ប្រហារនៅហាងកាហ្វេនេះប្រើពេល10ទៅ15នាទីអ្នកដែលរងរបួសទាំងអស់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ខ្ញុំសូមស្លេះត្រឹមនេះសិនសូមរងចាំទស្សនាវគ្គបន្តकाम के कारण